ទស្សនីយភាពបុរាណលាយសម័យរបស់ព្រះនាងតូចរតដារ៉ូនិងទេវតាកងេងកងងមុំវ៉ាន់ដាវិនក្នុងកម្មវិធីជំនួបអ្នកគាំទ្រធ្វើឲ្យទស្សនិកជនរំភើបដល់ចំហមាត់មិនហ៊ានព្រិចភ្នែកដល់ថ្នាក់បន់ស្រន់មិនចង់ឲ្យចប់ពួកខ្ញុំគឺជាមនុស្សចំនួនថ្មីដែលកំពុងតែនៅក្នុងសម័យកាលថ្មីកំពុងតែសិក្សានៅលើទម្រង់ទស្សនីយភាពបុរាណឬក៏សិល្បៈបុរាណអញ្ចឹងខ្ញុំចង់យកវាមកកំបាញ់គ្នាហើយឲ្យមានរសជាតិថ្មីប្លែកប៉ុន្តែយើងលាយគ្នាបញ្ចូលឲ្យមានរសជាតិថ្មីមួយប៉ុន្តែអត់ចាស់ពីរបស់ចាស់ឯងបងមានន័យថារបស់ចាស់គេធ្វើមកល្អហើយប៉ុន្តែដើម្បីបន្ថែមរសជាតិរបស់ចាស់ហ្នឹងឲ្យកាន់តែល្អហើយឆ្ងាញ់ក៏ដូចជាប្លែកភ្នែករបស់ទស្សនិកជនទៀតគឺយើងបន្ថែមសម័យចូលតិចទៀតដើម្បីឲ្យវាទាន់សម័យកាលហើយមើលទៅមានអារម្មណ៍ថារំភើបអញ្ចឹងខ្ញុំអត់ហៅថាជាសិល្បៈបុរាណខ្ញុំអត់ហៅថាជាសិល្បៈសម័យតែខ្ញុំហៅថាជាសិល្បៈទម្រង់ចម្រុះការដែលយើងកំណត់នៅអ្វីមួយដែលយើងបានតម្លើងដែលយើងបានធ្វើគឺហៅថាជាការការពារមួយដែរកុំឲ្យអ្នកទស្សនាគាត់បានយល់ច្រឡំថាហេតុអីក៏ទម្រង់បុរាណទៅជារំលានបទសម័យមានអីចឹងទៅអញ្ចឹងជាការដែលយើងការពារទុកមុនគឺយើងបង្កើតនៅឈ្មោះអីមួយសម្រាប់ស្នាដៃដែលយើងបានបង្កើតបើមិនជាយើងបង្កើតហើយយើងច្នៃហើយយើងដាក់ឈ្មោះមួយនេះជាទម្រង់ថ្មីមួយហើយក៏មិនឲ្យអ្នកទស្សនាគាត់ពង្វេងពាន់ច្រឡំផងដែរបងការខិតខំប្រឹងប្រែងរបស់យុវសិល្បករបុរាណពីររូបគឺរតដារ៉ូនិងមុំវ៉ាន់ដាវិនបានលេចចេញជាផ្លែផ្កានៅរាត្រីថ្ងៃទី15ខែកុម្ភៈឆ្នាំ2025ព្រោះមានភ្ញៀវកិត្តិយសនិងអ្នកគាំទ្ររបស់អ្នកទាំងពីរជាច្រើនបានចូលរួមក្នុងកម្មវិធីជំនួបអ្នកគាំទ្រលើកទី1របស់អ្នកទាំងពីរមិនធ្វើឲ្យអ្នកគាំទ្រខ្លួនដែលត្រូវបានអ្នកខ្លះលួចប្រសិទ្ធនាមឲ្យថាដាដាធីមដែលយកតាមឈ្មោះដើមរបស់ដារ៉ូនិងដាវិនមកផ្គុំចូលគ្នាមិនឲ្យអស់សង្ឃឹមឡើយអតីតសិស្សល្ខោនបាសាក់និងរបាំប្រពៃណីរតដារ៉ូនិងអតីតសិស្សយីកេមុំវ៉ាន់ដាវិនធ្លាប់សម្ដែងតែជាតួអង្គថ្លុកប៉ុន្តែអាស្រ័យដោយមានទេពកោសល្យពីកំណើតបូកផ្សំនឹងការខិតខំប្រឹងប្រែងតស៊ូមិនបោះបង់ទីបំផុតអ្នកទាំងពីរបានក្លាយជាតួឯកក្នុងបេះដូងអ្នកគាំទ្រអាចធ្វើឲ្យអ្នកចូលរួមអង្គុយទស្សនាការសម្ដែងផ្សេងៗដែលមាននៅក្នុងកម្មវិធីរហូតដល់ចប់ជាស្ថាពរព្រមជាមួយនឹងសម្លេងស្រែកហ៊ោកញ្ជ្រៀងអើងកងលាន់រំពងហលទាំងទស្សនីយភាពដែលលើកយកមកសម្ដែងមិនត្រឹមតែសិល្បៈបុរាណនោះឡើយតែបានច្នៃច្របាច់បញ្ចូលជាមួយនឹងសិល្បៈសម័យដែលធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទាល់ទទួលបាននូវបរិយាកាសថ្មីចំណៃអារម្មណ៍ប្លែកមិនបុរាណបែបចាស់គំរើនិងមិនសម័យជ្រុលហួសទំនងថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនក្រោយសម្ដែងចប់ទាំងព្រះនាងតូចរតដារ៉ូនិងទេវតាកងេងកងងមុំវ៉ាន់ដាវិនបានបង្ហាញក្តីរំភើបនិងអរគុណចំពោះក្តីស្រឡាញ់ជាពិសេសការគាំទ្រចំពោះក្រុមខ្លួនផងដែរអារម្មណ៍ថារំភើបជាងសាប់ម្ដងយើងធ្លាប់តែសម្ដែងហើយយើងមានអារម្មណ៍ថារំភើបធម្មតាតែលើកនេះអារម្មណ៍រំភើបវាខុសពីរហដងបងថ្ងៃនេះអីដែលសំខាន់សម្រាប់ខ្ញុំហ្មងគឺបានជួបជុំគ្រួសារហើយតែខ្ញុំបានជួបជុំចង់ពីមុននេះហើយបានជួបជុំអ្នកគាំទ្រហើយអរគុណពួកគាត់នៅក្នុងការដែលគាត់បានលើកទឹកចិត្តខ្ញុំមកដល់សប្តាហ៍ថ្ងៃនេះហើយបានធ្វើនៅកម្មវិធីមួយនេះគឺជាក្តីស្រឡាញ់ពិតប្រាកដមួយផ្ញើជូនដល់បងប្អូនដែលបានមកចូលរួមហើយអរគុណដល់បងសាប់ក៏មានតែជួយផ្សព្វផ្សាយក៏ដូចជាជួយលើកតម្កើងនៅសិល្បៈខ្មែររបស់យើងសម្រាប់សិល្បៈបុរាណជួយខ្ញុំច្រើនបងខ្ញុំអាចផ្លាស់ប្ដូរខ្លួនឯងមកឈររងមនៅទីនេះបានដោយសារតែសិល្បៈបុរាណហ្នឹងឯងបងព្រោះមានបងប្អូនសិល្បៈច្រើនហើយអ្នកសិល្បៈគឺសិតតែអ្នកយល់យងគ្នាអ្នកស្រឡាញ់គ្នាជួយគ្នាហើយទោះបីនៅកន្លែងណាកន្លៈទេសៈណាក៏ដោយក៏នៅតែជួយគ្រប់គ្រងគ្នាដែរជាក់ស្ដែងនៅក្នុងថ្ងៃនេះបើសិនជាខ្ញុំអត់មានបងប្អូនមិត្តភក្តិសិល្បករខ្ញុំទេក៏ខ្ញុំមិនអាចធ្វើកម្មវិធីដ៏ធំចឹងមកបានដែរសម្រាប់ខ្ញុំគិតថាកម្មវិធីថ្ងៃនេះគឺធំមែនទែនដោយសារតែមានការសហការនិងការគ្រប់គ្រងក៏ដូចជាការចូលរួមគ្នាជាមួយនឹងបងសិល្បៈរៀមច្បងក៏ដូចជាសិល្បៈដែលកំពុងតែបន្តការសិក្សាមួយគ្នាដែរមូលហេតុដែលខ្ញុំចង់ឲ្យមានបែបទម្រង់បុរាណនិងសម័យលាយបញ្ចូលគ្នាដោយសារតែពួកខ្ញុំគឺជាមនុស្សជំនាន់ថ្មីដែលកំពុងតែនៅក្នុងសម័យកាលថ្មីហើយដែលកំពុងតែសិក្សានៅលើទម្រង់ទស្សនីយភាពបុរាណឬក៏សិល្បៈបុរាណអញ្ចឹងខ្ញុំចង់យកវាមកកំបាញ់គ្នាហើយឲ្យមានរសជាតិថ្មីប្លែកប៉ុន្តែយើងលាយគ្នាបញ្ចូលឲ្យមានរសជាតិថ្មីមួយប៉ុន្តែអត់ចាក់ពីរបស់ចាស់ឯងបងមានន័យថារបស់ចាស់គេធ្វើមកល្អហើយប៉ុន្តែដើម្បីបន្ថែមរសជាតិរបស់ចាស់ហ្នឹងឲ្យកាន់តែល្អហើយឆ្ងាញ់ក៏ដូចជាប្លែកភ្នែករបស់ទស្សនិកជនទៀតគឺយើងបន្ថែមសម័យចូលតិចទៀតដើម្បីឲ្យវាទាន់សម័យកាលហើយមើលទៅមានអារម្មណ៍ថារំភើបជាក់ស្ដែងទស្សនីយភាពដែលយើងលើកយកមកថ្ងៃនេះគឺមានអារម្មណ៍ថាទស្សនិកជនគាត់មើលហើយគាត់រំភើបច្រើនបាទសម្រាប់ថ្ងៃនេះគឺខ្ញុំមានអារម្មណ៍រំភើបក៏ដូចជាមោទនភាពចំពោះខ្លួនឯងក៏ដូចជាមោទនភាពចំពោះសិល្បករទាំងអស់គ្នាដែលយើងបានខិតខំប្រឹងប្រែងហើយនឹងក្រុមការងារដែលយើងខិតខំប្រឹងប្រែងតាំងពីប្រហែលជាមួយខែមុនហើយឥឡូវយើងបានសម្រាប់ហើយបានទទួលការគ្រប់គ្រងមកបងប្អូនទាំងអស់គ្នាគឺគាត់អញ្ជើញមកច្រើនមែនទែនហើយរំភើបមែនទែនមួយចំពោះខ្ញុំគឺពេញចិត្តដែរបងចំពោះទស្សនីយភាពប៉ុន្តែមួយចំពោះការសម្ដែងរបស់ខ្លួនឯងខ្ញុំអត់ទាន់ហ៊ានថាព្រោះហ្នឹងទុកឲ្យទស្សនិកជនគាត់ជាអ្នកដាក់បន្ទុកប៉ុន្តែបើសិនជាទស្សនីយភាពដែលពួកខ្ញុំបានតម្លើងបញ្ចូលគ្នារវាងបុរាណនិងសម័យនេះវាបាទគឺចំពោះខ្ញុំគឺពេញចិត្តដែរបងខ្ញុំអត់គិតថាមានថ្ងៃនេះទេបងតែឥឡូវនេះពួកខ្ញុំទាំងពីរនាក់បានជាទំព័រថ្មីបើសម្រាប់ឲ្យអ្នកសិល្បៈបុរាណយើងចំនួនក្រ
ក្រោយឬមួយក៏អ្នកសិល្បៈដែលរៀនចេញពីសាលាគឺគាត់បានមើលឃើញថាគឺយើងពិតជាមានអ្នកគ្រប់គ្រងគឺពួកយើងធ្វើបានដូចគ្នាដូចជាអ្នកបងសេះបងជាអ្នកសិល្បករជាន់ចាស់ដែលគាត់មានប្រជាប្រិយភាពផងដែរគឺអាស្រ័យលើខ្លួនឯងហើយនឹងការដែលយើងមានអីដែលឲ្យពួកគាត់ទទួលបានពីយើងមកទៅវិញបងបើសិនជាពេលដែលយើងធ្វើនៅទម្រង់សិល្បៈមួយដែលបុរាណបូកសម័យយើងត្រូវតែបង្កើតឈ្មោះអីមួយឲ្យទម្រង់ហ្នឹងអញ្ចឹងឧបមាថ្ងៃនេះខ្ញុំបង្កើតនៅទស្សនីយភាពព្រៃប្រសិទ្ធហើយមានការរាំរបាំមានការអីដែលដកស្រង់ពីល្ខោនព្រះរាជទ្រព្យមកដាក់នៅក្នុងទម្រង់នេះខ្ញុំបង្កើតឈ្មោះឲ្យថាជាទម្រង់ទស្សនីយភាពចម្រុះអញ្ចឹងខ្ញុំអត់ហៅថាជាសិល្បៈបុរាណខ្ញុំអត់ហៅថាជាសិល្បៈសម័យតែខ្ញុំហៅថាជាសិល្បៈទម្រង់ចម្រុះអញ្ចឹងការដែលយើងកំណត់នៅអ្វីមួយដែលយើងបានតម្លើងដែលយើងបានធ្វើគឺជាហៅថាជាការការពារមួយដែរកុំឲ្យអ្នកទស្សនាគាត់បានយល់ច្រឡំថាហេតុអីក៏ទម្រង់បុរាណទៅជារំលៀនបត់សម័យមានអីចឹងទៅអញ្ចឹងជាការដែលយើងគាំពារការពារទុកមុនគឺយើងបង្កើតនៅឈ្មោះអីមួយសម្រាប់ស្នាដៃដែលយើងបានបង្កើតអញ្ចឹងកុំឲ្យការយល់ច្រឡំថាវាមានផ្លូវពីរបើសិនជាយើងមិនបានបង្កើតហើយមិនបានដាក់ឈ្មោះឲ្យហើយយើងដាក់ឈ្មោះនៅទម្រង់ដើមច្បាស់ជាខុសមែនប៉ុន្តែបើសិនជាយើងបង្កើតហើយយើងច្នៃហើយយើងដាក់ឈ្មោះមួយដែលសមរម្យដែលយើងមើលទៅមិនប្រាស់ចាក់ពេកពីវប្បធម៌ខ្មែរយើងអញ្ចឹងនេះជាទម្រង់ថ្មីមួយហើយក៏មិនឲ្យអ្នកទស្សនាគាត់ពង្វេងនឹងពាន់ច្រឡំផងដែរបងបាទ